បាទសួស្តីបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាបានលោកគ្រូអ្នកគ្រូរៀមសបនទាំងអស់ជាទីគោរពជាទីរាប់អានថ្ងៃនេះគឺខ្ញុំមានប្រភេទនៃឆ្អឹងបងប្អូនណាឆ្អឹងនឹងផ្គាមមួយឈុតតែម្ដងបងប្អូនណាមួយឈុតតែម្ដងគឺយកមកដាក់ថតចែកជូនឲ្យបងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណាបាទនេះគឺជាប្រភេទនៃឆ្អឹងដំរីតៃសាបងប្អូនណាបាទឆ្អឹងដំរីតៃសាដែលមានអាយុកាលរាប់រយឆ្នាំបងប្អូនណាដែលមានអាយុកាលរាប់រយឆ្នាំគាត់កប់នៅក្នុងដីបងប្អូនណាបាទឆ្អឹងដំរីតៃសាដែលមានអាយុកាលរាប់រយឆ្នាំតែសាច់ឆ្អឹងនៅស្អាតនៅល្អណែនប៉េះតែម្ដងបងប្អូនណាបាទដំរីបងប្អូនដឹងស្រាប់ហើយជាសត្វមង្គលជាសត្វដែលនាំលៀបនាំជ័យបងប្អូនណាអញ្ចឹងយើងអាចយកទៅសាងជាតួអង្គអីគឺបានគ្រប់យ៉ាងបងប្អូនណាប្រភេទនៃឆ្អឹងដំរីតៃសាដែលមានអាយុកាលរាប់រយឆ្នាំបងប្អូនណាបាទឆ្អឹងដំរីតៃសាដែលមានអាយុកាលរាប់រយឆ្នាំនេះមិនធម្មតាទេបងប្អូនណាបាទនេះអញ្ចឹងលោកមានរិទ្ធមានតេជះនិងមានបារមីពីធម្មជាតិរបស់លោកមកឲ្យស្រេចតែម្ដងបងប្អូនណានេះគឺជាប្រភេទនៃឆ្អឹងដំរីតៃសាដែលមានអាយុកាលរាប់រយឆ្នាំបងប្អូនណាដាក់រាប់រយឆ្នាំគឺមួយឈុតតែម្ដងបាទចំណែកឯមួយដុំឬក៏មួយអង្គនេះក៏ពិសេសដែរបងប្អូនណានេះគឺជាប្រភេទនៃឆ្អឹងដំរីដែលមានអាយុកាលរាប់ពាន់ឆ្នាំដោយសារគាត់កកคล้ายទៅជាថ្មទៅហើយបងប្អូនណាបាទគាត់កកคล้ายទៅជាថ្មទៅហើយបងប្អូនឃើញអញ្ចឹងតែថ្មបងប្អូនណាបាទថ្មទេបងប្អូនណាបាទតែប្រភេទឆ្អឹងក៏ដោយប្រភេទអីក៏ដោយបងប្អូនណាកាលណាគាត់កកคล้ายទៅជាថ្មក៏គាត់នៅតែមានតម្រង់សាច់ជាឆ្អឹងនៅឡើយទេបងប្អូនណាបាទមានតម្រង់សាច់ជាឆ្អឹងដល់យើងមើលឃើញមើលដឹងអញ្ចឹងបាទតែកាត់សាច់ខាងក្នុងទៅគឺថ្មសុទ្ធទាំងអស់តែម្ដងដូចកន្លែងនេះអញ្ចឹងបងប្អូនឃើញទេបាទនេះឃើញទេបាទនេះគឺជាប្រភេទនៃឆ្អឹងដំរីឬក៏យើងអាចហៅថាភូស៊ីលដំរីដែលមានអាយុកាលរាប់ពាន់ឆ្នាំដែលគាត់កកคล้ายទៅជាថ្មបងប្អូនណាបាទកកคล้ายទៅជាថ្មគឺមួយឈុតតែម្ដងគឺយកមកដាក់ថតចែកជូនឲ្យបងប្អូនទស្សនានៅក្នុងបណ្ដាញសង្គมបងប្អូនណាបាទអញ្ចឹងរបស់ទាំងអស់នេះយើងយកទៅសាងជាតួអង្គអីផ្សេងក៏បានដែរបងប្អូនណាក៏បានដែរបាទនេះគឺប្រភេទឆ្អឹងដែលមិនទាន់คล้ายទៅជាថ្មតែគាត់ចង់វិវត្តកាយក៏ចង់คล้ายទៅជាថ្មទៅហើយដែរបងប្អូនណាដូចខ្ញុំបានជម្រាបចឹងបាទតែគាត់មិនទាន់ទៅជាថ្មពេញលេញដូចមួយអង្គឬក៏មួយដុំនោះទេបងប្អូនណាបាទនេះគឺជាប្រភេទនៃឆ្អឹងដំរីដែលគាត់វិវត្តកាយចង់คล้ายទៅជាថ្មដែរហើយបងប្អូនណាបាទគឺរឹងប៉េះដែលមានអាយុរាប់រយឆ្នាំគឺមិនធម្មតាទេចំណែកឯមួយដុំឬក៏មួយអង្គនេះបាទគឺគាត់មានអាយុកាលរាប់ពាន់ឆ្នាំហើយធម្មតាប្រភេទឆ្អឹងដែលគាត់វិវត្តកាយទៅជាថ្មបាទអាយុរាប់ពាន់ឆ្នាំហើយបងប្អូនណាទើបគាត់កកคล้ายទៅជាថ្មបែបនេះបាទនេះគឺមិនធម្មតាទេបងប្អូនណាគឺមិនធម្មតាទេបាទប្រភេទនៃឆ្អឹងដំរីដែលគាត់កកคล้ายទៅជាថ្មបងប្អូនណាប្រភេទឆ្អឹងដំរីដែលគាត់កកคล้ายទៅជាថ្មចំណែកឯមួយដុំឬក៏មួយអង្គនេះគឺជាប្រភេទនៃអង្គធ្គាមដំរីដែរបងប្អូនណាបាទធ្គាមដំរីដែលគាត់កកคล้ายទៅជាចង់คล้ายទៅជាថ្មទៅហើយបងប្អូនណាបាទអញ្ចឹងគឺខ្ញុំថតនេះគឺមួយឈុតរបស់គាត់តែម្ដងមួយសំណុំរបស់គាត់តែម្ដងហើយក៏នៅកន្លែងទីទួលតែមួយដែរបងប្អូនណាបាទក៏នៅកន្លែងទីទួលតែមួយដែរបាទនេះគឺមិនធម្មតាទេបាទអញ្ចឹងមានរបស់ខ្លះក៏កកคล้ายទៅជាថ្មខ្លះក៏នៅខ្លះក៏ចង់คล้ายទៅជាថ្មដូចជាធ្គាមដំរីនេះអញ្ចឹងក៏ចង់คล้ายទៅជាថ្មដែរហើយបងប្អូនណាបាទគឺមិនធម្មតាទេបាទនេះគឺខ្ញុំលាបប្រេងបងប្អូនណាគឺខ្ញុំលាបប្រេងដើម្បីថែរក្សាកុំឲ្យពុកកុំឲ្យផុយបងប្អូនណាបាទប្រភេទនៃឆ្អឹងដំរីនិងធ្គាមដំរីនិងឆ្អឹងដំរីដែលកកคล้ายទៅជាថ្មមួយឈុតនេះគឺពិសេសតែម្ដងបងប្អូនណាសម្រាប់យើងដាក់ផ្ទះគឺនាំលៀបនាំជ័យនាំសិរីមង្គលដល់ក្រុមគ្រួសារយើងបងប្អូនណាបាទសត្វតែតិចតិជុំចំមុំចម្រើននៅក្នុងក្រុមគ្រួសារអញ្ចឹងយើងយកទៅសាងជាតួអង្គអីក៏បានដែរបងប្អូនណាដូចខ្ញុំបានជម្រាបចឹងហើយបើសិនជាបងប្អូនដែលគាត់មើលឃើញហើយស្រឡាញ់ចង់បានគឺសូមទំនាក់ទំនងតាមលេខទូរស័ព្ទខ្ញុំបាទដែលនៅខាងក្រោមឬក៏តាមរយៈលេខ Telegram ខ្ញុំបាទគឺលេខ Smart នឹងតែម្ដងបងប្អូនណាបាទហើយក៏សូមអរគុណច្រើនដែលបងប្អូនទាំងអស់ចូលទស្សនានៅក្នុង Page ខ្ញុំបាទដែលមានទំនុកទុកចិត្តលើ Page ខ្ញុំបាទឲ្យខ្ញុំបាទផ្ញើអីវ៉ាន់គ្រប់ទីកន្លែងទាំងអស់តែម្ដងបងប្អូនណាហើយបើសិនជាខ្ញុំនិយាយទៅក៏លលឹះលុះនៅពាក្យសម្ដីត្រង់កន្លែងណាមិនសមរម្យក្តីឬក៏រៀបរាប់មិនបានក្បោះក្បាយក្តីបងប្អូនណាបាទក៏សូមខន្តីអភ័យទោសផងបងប្អូនណាសូមខន្តីអភ័យទោសផងបាទនៅចុងបញ្ចប់នេះក៏សូមជូនពរឲ្យបងប្អូនទាំងអស់បាទជួបប្រទះតែសេចក្តីសុខនិងសេចក្តីសប្បាយរស់ស៊ីទទួលទានមានបានទាំងអស់គ្នាបងប្អូនណាបាទសូមអរគុណច្រើនហើយក៏សូមជម្រាបលាបាទសូមជម្រាបលាបាទគឺមួយឈុតនេះមានទាំងឆ្អឹងបាទដែលកកคล้ายទៅជាថ្មមានទាំងឆ្អឹងដែលមិនទាន់កកคล้ายទៅជាថ្មនិងមានធ្គាមដែលចង់คล้ายទៅជាថ្មបងប្អូនណាគឺមួយឈុតនេះតែម្ដងបាទគឺពិសេសបងប្អូនណាបាទ